គ្រប់ជំរាបសួរបងប្អូនហើយនេះជាវីដេអូបន្តតាក់ទងទៅនឹងពន្លឺថ្ងៃដែលចាំបាច់បំផុតនៅក្នុងរោងរុយណាអញ្ចឹងចំណុចនេះខ្ញុំតែងតែប្រាប់បងប្អូនជារឿយៗថារុយនេះគឺត្រូវការពន្លឺថ្ងៃដើម្បីបន្តពូជដើម្បីបង្កកំណើតហើយត្រូវការក្លិនគឺដើម្បីពងដើម្បីបង្កកំណើតដូចគ្នាអញ្ចឹងយើងហើយមើលទស្សនវិជ្ជាជាក់ស្ដែងអញ្ចឹងបងប្អូនឃើញទេហើយចំណុចនេះគឺជាចំណុចដែលមានពន្លឺថ្ងៃច្រើនហើយបងប្អូនមើលណារុយគឺច្រើនមែនទេអញ្ចឹងខ្ញុំបន្ថយពន្លឺតិចនៅតំបន់ហ្នឹងគឺពោពេញទៅដោយសត្វរុយដែលវាត្រូវការពន្លឺថ្ងៃដើម្បីបន្តពូជហើយខ្ញុំ zoom មកតំបន់ផ្សេងទៀតដែលវាអត់មានពន្លឺថ្ងៃបងប្អូនឃើញអត់អានេះគឺអត់មានពន្លឺថ្ងៃទេអញ្ចឹងរុយគឺវានៅមួយកន្លែងវាអត់ហើរទេបងប្អូនឃើញទេវាអត់ទៅហើរទេវាខុសឆ្ងាយពីទីកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់អញ្ចឹងនៅពេលដែលមានពន្លឺថ្ងៃគឺពួកអានេះតែងតែហើរដើម្បីប្រទាក់គ្នាចាប់គូគ្នាហើយគឺវាពងតែម្ដងអានេះជាចំណុចសំខាន់ណាស់អញ្ចឹងនៅពេលដែលបងប្អូនមើលការចែករំលែកនៅលើ YouTube ឬក៏នៅលើបណ្ដាញសង្គមអីផ្សេងបងប្អូនត្រូវសង្កេតមើលចំណុចហ្នឹងផងអញ្ចឹងក្នុងមេរៀននេះគឺខ្ញុំបង្ហាញប៉ុណ្ណឹងពន្លឺថ្ងៃគឺវាសំខាន់បងប្អូនឃើញទេមកមើលដបូលយើងវិញអានេះគឺជាស័ង្កសីទប់ពន្លឺថ្ងៃមួយផ្នែកហើយមួយចំហៀងទៀតនោះក៏មួយផ្នែកអានេះមួយផ្នែកក៏តែដល់ឡែកនៅចំកណ្ដាលនៃរោងរុយរបស់យើងគឺពន្លឺថ្ងៃចូល100%តែម្ដងហើយចំណុចនេះដែលមានពន្លឺថ្ងៃជះចូលមកពេលព្រឹកហើយអានោះជះចូលមកពេលល្ងាចពីលើនេះគឺថ្ងៃត្រង់គឺជះចូលតែម្ដងអញ្ចឹងចំណុចនេះខ្ញុំតែងតែប្រាប់បងប្អូនជារឿយៗថាពន្លឺថ្ងៃគឺសំខាន់ណាស់សម្រាប់រុយនៅពេលដែលអត់មានពន្លឺថ្ងៃរុយនេះគឺមិនបានផ្ដល់ពងពេញលេញសម្រាប់យើងទេមិនមានន័យថាវាអត់ពងទេគឺវាពងឲ្យយើងដែរប៉ុន្តែយើងបានចំនួនតិចតួចបាទអរគុណសម្រាប់ការចែករំលែកតាក់ទងនឹងពន្លឺថ្ងៃនៅក្នុងរោងរុយ